ធ្លាប់តអានរឿងនិទានក្រុងប៉ៃលិនខុននារីចៅចិត្តចាឥឡូវទីផុតបានមកលេងផ្ទាល់ហើយចាចង់ដឹងថានៅប៉ៃលិនមានកន្លែងណាដើរលេងច្រើនកន្លែងសប្បាយខ្លះយើងទៅមើលវីដេអូពេញទាំងអស់គ្នាជម្រាបសួរបងប្អូនស្វាគមន៍មកកាន់ប្លុកម៉ាក់ថៃឡាយចាគឺថ្ងៃនេះគឺមកលេងព្រំបងប្អូនព្រំនេះជាលើកទី1របស់ខ្ញុំហើយខ្ញុំសម័យថាព្រំហ្នឹងគឺដីរៀបស្មើដូចនៅប្រវត្តិក្តៅហែងស្ងួតចេះហើយការពិតមែនទេព្រំហ្នឹងគឺតំបន់ភ្នំបងប្អូននិយាយរួមទៅនៅជើងភ្នំហ្មងគ្រាន់ថានៅតំបន់ព្រំអត់មានអីលេងទេមានតែកាស៊ីណូបើកន្លែងដើរលេងគឺខាងប៉ៃលិនវិញក្រុងប៉ៃលិនគ្រាន់ក្រុងប៉ៃលិនហើយនឹងព្រំហ្នឹងឃ្លាតគ្នាប្រហែលខ្ទង់8 10គីឡូអីនឹង14គីឡូទៅតាមទីតាំងអញ្ចឹងណាជិះមកតាមខាងប៉ៃលិនហ្នឹងមកកន្លែងទេសចរគេមួយអញ្ចឹងទៅឃើញផ្ទះប្រជាជនហើយមានអាទឹកអូនេះធ្លាក់មកបន្តិចរិចពួកគាត់បោកកៅអៅមួយទឹកអញ្ចឹងមើលទៅតំណងពេកក៏ចុះថតរូបលេងតិចទៅហើយផ្លូវគេមួយគឺស្រួលជិះមែនតើចាគឺផ្លូវកស៊ូអញ្ចឹងហ្មងទៅគ្រាន់តែថាទេសភាពបែបពណ៌ក្រហមអញ្ចឹងទៅបែបឆេះព្រៃបន្ទាប់មកលេងទឹកធ្លាក់ចំការខ្នោគឺកន្លែងទី1បងប្អូនទេសភាពគេខ្យល់បក់តែជាក់ស្រួលប៉ុន្តែគ្រាន់ថាវាក្តៅហែងបងប្អូននេះមកញ៉ាំបាយថ្ងៃត្រង់នៅនឹងគេធ្វើលក្ខណៈផ្កាជ័រដាំអមសងខាងគេមានទូកៅយ៉ាឲ្យយើងជិះដែរបងប្អូនហើយទឹកធ្លាក់តិចចឹងណាកូនក្មេងស្រួលលេងបើមនុស្សចាស់លេងមិនសូវសប្បាយហ្មងទេព្រោះអីដោយសារទឹកវាតិចពេកចាតែបើយើងមកខែប្រាំងអាចទឹករៀងច្រើនហ្នឹងទៅបន្ទាប់មកគឺយើងញ៉ាំបាយចាញ៉ាំបាយថ្ងៃត្រង់ហើយគឺជិះមកកាត់ឃើញហាងកាហ្វេនេះចាគេទុកចោលអត់ដឹងថាហេតុអីគេដេកឲ្យទុកចោលប្រហែលមកពេលចូលឆ្នាំចិនមិនដឹងគេទៅដើរលេងដែរប្រហែលចាឃើញដេកស្អាតក៏ចុះថតរូបតិចទៅណាមួយទេសភាពវិតនងទាំងបងប្អូននៅទល់មុខយើងគឺភ្នំហើយបន្ទាប់មកគឺមានទឹកជ្រោះទឹកអូនៅខាងក្រោមហ្នឹងទៅមើលទៅគឺ fresh សាហាវបងប្អូនភ្នំនេះពណ៌ក្រហមឯចាខែភាសាពណ៌បៃតងទៅនឹងអេមប៉ុណ្ណាបន្ទាប់មកគឺយើងចាប់ដើមមកខាងក្រុងចូលក្រុងប៉ៃលិនវិញត្រឡប់មកវិញចាគឺតាមដងផ្លូវក្រុងប៉ៃលិនគេនឹងដាំផ្កាអញ្ចឹងទៅគឺទេសភាពស្អាតក្រុងផ្លូវគេហ្នឹងគឺស្អាតទាំងអស់តែម្ដងចាហើយក៏ជិះកាត់វាមានឯករាជ្យតំណាងក្រុងប៉ៃលិនអញ្ចឹងណាតំណាងប្រទេសយើងគឺក្រុងខេត្តណាគឺមានឯករាជ្យនឹងឯងបន្ទាប់មកយើងឡើងមកលើវត្តភ្នំយ៉ាតបងប្អូនឡើងលើភ្នំសិនចាគឺឡើងលើភ្នំទៅមើលទីសក្ការៈបូជាអញ្ចឹងទៅនៅលើភ្នំគេធ្វើព្រះឡើងធំហើយនៅលើហ្នឹងកន្លែងទីសក្ការៈបូជាគឺធ្វើពណ៌មាសទាំងអស់គឺមើលឡើងមកឡើងឆ្វាតភ្នែកហ្មងហើយលើ view នៅលើភ្នំយ៉ាតហ្នឹងគឺថាកន្លែង view point មួយដែលយើងមើលថ្ងៃលិចដ៏ស្រស់ស្អាតក៏ដូចជាមើលក្រុងប៉ៃលិន360ដឺក្រេបងប្អូនអើយខ្ញុំចូលមកឡើងមកហ្នឹងឃើញគេនៅកសាងអត់ទាន់ហើយសល់ច្រើនទៀតអញ្ចឹងក៏ចូលបច្ច័យទីទួចកសាងចាហើយមើលទៅប្រហែលជាសល់ពេលយូរទៀតអាច2ឆ្នាំអីទៀតមកទៅបានហើយព្រោះដោយសារយូរនឹងគេចម្លាក់បងប្អូនគេធ្វើមួយគេចម្លាក់អញ្ចឹងទៅយើងឡើងមកភ័ព្វវិហារសុំសេចក្តីសុខសប្បាយអញ្ចឹងទៅចាដើរស្ពះអត់ធូបតាមថ្នាក់កន្លែងទីសក្ការៈបូជាលើភ្នំហ្នឹងពួកអីមានច្រើនថ្នាក់អញ្ចឹងណាតាមជំនឿសាសនារបស់យើងចាមកដល់កន្លែងនេះឃើញយាយគាត់ចាក់កាពីអញ្ចឹងក៏ចូលចាក់កាពីតិចទៅចាខំភ័យខ្លះចាក់អត់ល្អតែចាក់ទៅល្អចាអញ្ចឹងធូរចិត្តតិចបន្ទាប់ពីចុះទៅលើភ្នំមកយើងមកកន្លែងលោកយាយយ៉ាតចាស្ពះសុំសេចក្តីសុខសប្បាយលោកយាយយ៉ាតនៅជើងភ្នំនឹងឯងហើយកូនហ្នឹងក៏ទិញចាបឲ្យគាត់ប្រឡែងទៅពួកគាត់ចូលចិត្តប្រឡែងចាបណាបើផុសកដាគេកំពុងគិតថាអញយកទៅផ្ទះឬគួរប្រឡែងចាគេគិតមិនតាន់ចេញហ្នឹងចាបចេញពីដៃគេបាត់ចាបន្ទាប់ពីប្រឡែងចាបហើយយើងទិញវត្ថុអនុស្សាវរីយ៍តិចតួចឲ្យជាប់ខ្លួនដែរតែបិទអីមកបានទិញត្បូងអីទៅចឹងបានវត្ថុអនុស្សាវរីយ៍តិចតួចអត់មានពេលបើមានពេលទៅផ្សារគេឯងមិនដែរយើងអត់ពេលអញ្ចឹងកាត់ខ្លះទៅបើទៅផ្សារទៅបានទិញត្បូងទិញអីហើយកន្លែងនេះដែរគឺរូបចម្លាក់គេចេញពីត្បូងតាគឺតំណាងក្រុងប៉ៃលិននឹងឯងបងប្អូនមកដល់ទីកន្លែងនេះគឺខ្ញុំទៅខាងទឹកធ្លាក់ភ្នំខៀវទេបងប្អូននៅតាមផ្លូវគេនិយាយរួមផ្លូវគេស្អាតទាំងអស់ហើយកន្លែងនេះគេកំពុងធ្វើ resort អញ្ចឹងប្រហែលជាខែភាសាបានហើយកន្លែង resort ហ្នឹងបើសិនជាធ្វើហើយគឺស្អាតខ្លាំងហ្មងកន្លែងហ្នឹងពួកអីភ្នំហើយមានទឹកជ្រោះមានទឹកអូទៀតគឺអេមបងប្អូនអើយត្បិតតែខែប្រាំងមែនណាប៉ុន្តែទេសភាពស្អាតមួយបែបហើយទឹកវារៀងតិចអញ្ចឹងយើងងាយស្រួលលេងបើសិនជាខែភាសាទឹកខ្លាំងពិបាកលេងហ្មងខែប្រាំងទឹកតិចប៉ុណ្ណឹងនៅពិបាកលេងដោយសារអីគឺថ្មល្អិលខ្លាំងបងប្អូនកន្លែងណាក៏គេបិទផ្លាកថាប្រយ័ត្នល្អិលណាព្រោះអីថ្មវារៀងល្អិលអញ្ចឹងណាល្អិលស្លែខ្លាំងហ្មងយើងដើរទៅប្រយ័ត្នខ្លាំងតែបើខ្ញុំអត់ហ៊ានដើរកន្លែងណាមានទឹកទេគឺខ្ញុំដើរទៅកន្លែងណាអត់ទឹកទេដោយសារអីវាល្អិលទប់ខ្លួនអត់បានទេបងប្អូនទប់ខ្លួននឹងណាមួយទាញជើងខោទប់ខ្លួននឹងដឹងគឺអត់ជាប់ហ្មងចំពោះកូនខ្ញុំមកវិញគឺថាអូយប្រកិច្ចប្រកិននឹងលេងល្អិលនេះខ្ញុំភ័យខ្លាចតែគាត់រយៈគូទេប៉ុន្តែពួកគាត់មានខ្លាចកលិញចាទាំងបងប្អូនចាគឺនាំគ្នាលេងបើពួកចិនហ្នឹងមើលគាត់ឡើងភ័យជំនួសគាត់ខ្លាចជំនួសចិនហ្នឹងគាត់
គាត់ចាំធូមើលទៅថាជ្រុលហួសគាត់ជួយធូអញ្ចឹងណាព្រោះចិនចិនគេមកស៊ូថៃក៏ដូចគេមកបងថៃបងសណាញ់អញ្ចឹងទៅលេងតែខ្មែរយើងទេដែលនាំគ្នាលេងទឹកហើយនាំគ្នាលេងអល់ដែលអត់មានខ្លាចជនជាតិគេខ្លាចចឹងអីឯងមួយទាំងក្មេងទាំងធំគឺលេងអត់មានខ្លាចទេនេះគឺក្មេងប្រុសគាត់លេងអល់ហ្នឹងចាគឺអត់ខ្លាចរយៈខោឲ្យលេងបន្ទាប់ពីចេញពីទឹកធ្លាក់ភ្នំខៀវនោះមកគឺខ្ញុំមកកន្លែងប៉ៃលិនមណ្ឌលចិត្តកន្លែងនេះគឺកន្លែង view point មួយទៀតមើលថ្ងៃលិចក៏ស្អាតដែរកន្លែងហ្នឹងគឺនៅក្រួយភ្នំយ៉ាតហ្នឹងឯងបងប្អូនកន្លែងហ្នឹងយើងឡើងរបៀបជើងភ្នំតាសៀឡើងទៅគឺមកមើលទេសភាពកន្លែងនេះគេមានហាងញ៉ាំអីជាច្រើននៅកន្លែងហ្នឹងក៏ដូចជាកន្លែងគេពិចនិចឯនៅហ្នឹងដែរអញ្ចឹងបងប្អូនអាចមកលេងកន្លែងនេះបានដែរពេលចូលឆ្នាំខ្មែរហ្នឹងគឺមកលេងក៏សប្បាយដែរនៅនេះខ្ញុំគិតថាកន្លែងដើរលេងច្រើនទៀតប៉ុន្តែខ្ញុំដើរអត់អស់ហើយព្រោះយើងពេលវេលាយើងខ្លីថាមកមើលថ្ងៃលិចហ្នឹងអត់បានមើលទេដោយសារអីភ្ញៀវទេហៅសល់តែប្រហែល20នាទីកន្លះម៉ោងទៀតថ្ងៃលិចទេតែយើងអត់បាននៅទៅត្រូវទៅជួបភ្ញៀវអញ្ចឹងណាហើយវីដេអូម៉ាក់ថៃឡែងហ្នឹងគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ